សម្រាប់អ្នកដែលចូលចិត្តញ៉ាំគៀវក៏ដូចជាអាហារចិនបានទៅដល់ទីតាំងមកកន្លែងនេះហើយគឺដឹងតែត្រូវចិត្តស្ដោកតែម្ដងណាព្រោះដោយសារតែនៅកន្លែងគាត់គឺមានគៀវច្រើនជម្រើសមែនតើហើយមានអាហារផ្សេងទៀតអ្វីដែលពិសេសហ្នឹងគឺថាឥឡូវនេះចំណាយចាប់ពី$10ឡើងទៅគឺបានកដោខ្ជូតនេះពុកម៉ែបងប្អូនគឺថាមានច្រើនជម្រើសហើយសំខាន់គៀវរបស់គាត់គឺឆ្ងាញ់មកសម្រាប់ហាងដែលធូ Sister ទៅនៅថ្ងៃនេះគឺមានឈ្មោះថាស្ដេចគៀវនៅម្ដុំបឹងកេងកងពុកម៉ែបងប្អូនហើយពេលដែលយើងចូលមកដល់នេះគឺថាឃើញមាន Panda ឡើងខ្ជូតតែម្ដងអញ្ចឹងពេលដែលចូលមកដល់កុំរំលងគឺថាយើងថតរូបមកប៉ុស្តិ៍ពីប៉ុស្តិ៍សិនណាហើយគាត់ក៏មានជាការរៀបចំលក្ខណៈថា Christmas ព្រោះដោយសារតែគិថ្ងៃយោពុកម៉ែបងប្អូនហើយការរៀបចំនៅក្នុងហាងរបស់គាត់គឺស្អាតមែនតើហើយអញ្ចឹងឥឡូវនេះគឺថាធូ Sister ចាប់ផ្ដើមចូលទៅលុកលុយដល់ខាងក្នុងចង្ក្រានហើយណាពុកម៉ែបងប្អូនទៅមើលបងគាត់កំពុងតែឈរខ្ចប់គៀវសម្រាប់គៀវនៅទីនេះគឺគាត់មានច្រើនជម្រើសមែនតើច្រើនទំហំចង់បានតូចក៏បានកដាលក៏បានធំក៏បាននិយាយទៅគឺថាមានច្រើនទំហំតែម្ដងហើយសម្រាប់ជម្រើស Snow វិញគឺគាត់លក់ដាច់ជាងគេហ្នឹងមានជាប្រភេទ Snow សាច់ជ្រូក Snow បាគា Snow Scallop ក៏ដូចជា Snow ពងក្តាមពុកម៉ែបងប្អូនហើយនៅកន្លែងគាត់គឺធ្វើមានអនាម័យចំណុចពិសេសហ្នឹងគឺថាគៀវនៅទីនេះអត់មានធ្វើបកកទុកទេគឺគាត់ធ្វើថ្មីភ្លាមក្តៅគឺថារបស់ដែលគេធ្វើថ្មីអញ្ចេះពុកម៉ែបងប្អូនដឹងរសជាតិអីហើយក្រៅពីហ្នឹងក៏គាត់មានលក់ជាប្រភេទសាច់អាំងដែរសម្រាប់សាច់អាំងចង្កាក់នេះគឺមានតម្លៃសមរម្យមែនតើពុកម៉ែបងប្អូនមួយចង្កាក់ហ្នឹងគឺអត់ដល់1000រៀលទេហើយគាត់មានច្រើនអញ្ចឹងណាមានជាប្រភេទសាច់គោមានប្រភេទមឹកអីអញ្ចឹងទៅហើយគាត់ក៏មានជាប្រភេទញោមដែរ Twister ថ្ងៃនេះគឺថាទៅដល់កំងមកចាស់ដៃតែម្ដងសម្រាប់ញោមរបស់គាត់វិញគឺរសជាតិបែបកដាលគឺអត់ផ្អែមពេកអត់ប្រៃពេកទេហើយបើសិនយើងចង់បានហឹរគឺអាចកំងហឹរកំងជូរតាមនឹងថែមទៅហើយសម្រាប់ទឹកជ្រលក់នេះវិញគឺយើងមកលាយខ្លួនឯងប៉ុន្តែបើសិនជាពុកម៉ែបងប្អូនអត់ចេះលាយទេគឺអាចឲ្យបងសវីគាត់ជួយលាយបានហើយ Twister ថ្ងៃនេះគឺថាឡើងសៀមួយថ្ងៃឯងពុកម៉ែបងប្អូនគឺថាកំងឡើងពេញតុកតែម្ដងសម្រាប់គៀវនេះគឺគាត់មានច្រើនណាគាត់មានទាំងជាប្រភេទគៀវចំហុយគៀវចៀនក៏ដូចជាស៊ុបគៀវហើយគាត់ក៏មានជាប្រភេទមីចិនអីផ្សេងដែរនិយាយទៅគឺថាមកដល់ទីនេះហើយគឺជាទីតាំងដែលមានក្តីសុខខ្លាំងបំផុតតែម្ដងជាពិសេសហ្នឹងគឺតម្លៃសមរម្យគៀវមួយចានមានចាប់ពី$3 $4ឡើងទៅណាហើយបើថាសាច់អាំងវិញគឺគាត់បកកែប្រឡាក់គ្រឿងមែនតែនគ្រឿងឡើងល្មមពេលដែលយើងញ៉ាំទៅគឺចាប់ជាតិចូលគ្នាបានល្អហើយក្រៅពីហ្នឹងក៏គាត់មានជាប្រភេទស៊ុបដែរពុកម៉ែបងប្អូនមានជាប្រភេទស៊ុបស៊ីឆាន់ក៏ដូចជាទឹកស៊ុបពណ៌សហ្នឹងប៉ុន្តែ Twister ជ្រើសរើសយកទឹកស៊ុបស៊ីឆាន់ហ្នឹងពុកម៉ែបងប្អូនហើយគាត់មកជាមួយនឹងសេតមួយសេតអញ្ចឹងមានបន្លែមានប្រហិតអីអញ្ចឹងទៅហើយឥឡូវនេះឲ្យទៅពេលល្ងាចដឹងតែមេឃភ្លៀងអីអញ្ចឹងយើងញ៉ាំរបស់ស៊ុបក្តៅហឹលអញ្ចឹងគឺថាបាច់ញើសខ្ចាយមានកម្លាំងព្រឹសតែម្ដងហើយសម្រាប់ទឹកជ្រលក់ហ្នឹងដូច Twister និយាយពីដើមអញ្ចឹងបើសិនជាអត់ចេះលាយទេឲ្យបងគាត់ជួយលាយឲ្យទៅពេលដែលលាយត្រូវមកញ៉ាំមួយស៊ុបគឺថាត្រូវជាតិគ្នាមែនតើចាប់ជាតិចូលគ្នាឆ្ងាញ់ហ្មងហើយត្រូវជាមួយនឹងតែចិនហើយនៅទីនេះគឺគាត់មានបើកចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង10យប់ពុកម៉ែបងប្អូនកុំភ្លេចទៅញ៉ាំទាំងអស់គ្នាហើយនេះគឺជាកាដូខ្ជូតដែលគាត់ត្រៀមផ្ដល់ជូនភ្ញៀវដែលចំណាយអស់ចាប់ពី$9 $10ឡើងទៅណាហើយតុក្កតានេះវិញគឺលយមែនតើរបៀបថាគេបដូរមុខបានឡើង3 4មុខហើយសម្រាប់កាដូទាំងអស់នេះគឺគាត់មានទាំងជាប្រភេទបូដែល Twister កំពុងតែពាក់ទៀតអញ្ចឹងវីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយ